ឡករប៉ែនករិយស័យឬឈ្មោះដើមណេតភីលុនបានឲ្យដឹងថាការសម្រេចចិត្តជ្រើសរើសផ្លូវជីវិតក្នុងអាជីពគុនខ្មែរគឺការចេញពីចិត្តស្រឡាញ់និងឧបនិស្ស័យផ្ទាល់ខ្លួនទោះបីជាត្រូវបានគ្រួសាររារាំងពីដំបូងក៏ដោយប៉ែនករិយស័យបានចូលរួមវឹកហាត់ប្រដាល់ជាង4ឆ្នាំទៅ5ឆ្នាំមកហើយដោយបានឆ្លងកាត់ក្លឹបជាច្រើនរួមមានក្លឹបថ្មគោលកីឡាមុនពេលផ្លាស់ទៅក្លឹបពេជ្រសុផាន់គុនខ្មែរហើយបច្ចុប្បន្នកំពុងវឹកហាត់នៅក្លឹបសេនប៊ុនថេនប៉ែនកាក់គុនខ្មែរជាង1ឆ្នាំមកហើយកីឡាកររូបនេះបានបញ្ជាក់ថាការផ្លាស់ប្ដូរក្លឹបជាញឹកញាប់គឺដោយសារចង់ទទួលបានបទពិសោធន៍ថ្មីៗពីបច្ចេកទេសនិងវិធីសាស្ត្របង្វឹករបស់គ្រូខុសៗគ្នាវិន័យរបស់ក្លឹបគឺដូចគ្នាតែបច្ចេកទេសនិងក្បាច់បង្វឹកមានភាពខុសគ្នាដែលធ្វើឲ្យខ្ញុំទទួលបានបទពិសោធន៍ថ្មីៗរៀងរាល់ឆ្នាំប៉ែនករិយស័យបានបញ្ជាក់ក្នុងកំឡុងពេលច្រើនឆ្នាំមកនេះគេបានឈ្នះពានរង្វាន់ជាច្រើននៅក្នុងស្រុកប៉ុន្តែមិនទាន់ទទួលបានឱកាសឆ្ពោះទៅកាន់ការប្រកួតជើងឯកថ្នាក់ជាតិឬតំណាងជាតិនៅឡើយនោះទេទោះបីជាយ៉ាងណាគេកំពុងព្យាយាមខិតខំប្រឹងប្រែងដើម្បីអនាគតទទួលបានឱកាសដូចកីឡាករផ្សេងទៀតខ្ញុំការចូលមកនៅជាមួយក្លឹបលោកគ្រូគឺបានជាង1ឆ្នាំហើយបងតែសាច់ដែលខ្ញុំហាត់ពីមុនមកគឺថាជា4ឆ្នាំហើយបងខ្ញុំធ្លាប់ក្លឹបដើមរបស់ខ្ញុំពីដំបូងខ្ញុំចូលហាត់ជាមួយលោកគ្រូអែមច័ន្ទសុផលក្លឹបថ្មគោលខណ្ឌពោធិ៍សែនជ័យបងហើយតបមកខ្ញុំទេទៅមួយជាមួយកណ្ដុងដូចជា2021 2022បន្ទាប់ពីចេញពីហ្នឹងខ្ញុំទៅហាត់ជាមួយលោកគ្រូពេជ្រសុផាន់ដែរដោយសារតែក្លឹបចាស់របស់ខ្ញុំបានបិទទៅបងបាទអញ្ចឹងទៅខ្ញុំក៏មកហាត់មួយលោកគ្រូពេជ្រសុផាន់នេះចុងក្រោយនេះដូរមកនៅជាមួយលោកគ្រូសេនមែនទែនបាទអាចនិយាយបានថាយើងចង់ផ្លាស់ប្ដូរបទពិសោធន៍ដែរបាទខុសប្លែកគ្នានិយាយទៅការវឹកហាត់គឺខុសប្លែកគ្នាទាំងវិន័យមិនសូវខុសគ្នាហ្មងតែការវឹកហាត់យើងអាចនិយាយបានថាខុសគ្នាតិចនិយាយទៅយើងស្រឡាញ់តាំងពីទូចទៅបងតាំងពីដឹងក្តីយើងចេះមើលបដាល់មកយើងស្រឡាញ់តាំងពីអាយុ11 12ឆ្នាំទូចយើងទៅមានឱកាសមករយៈចុងក្រោយហ្នឹងណាមួយខាងគ្រួសារខ្ញុំម៉ាក់ប៉ាគាត់ហាមឃាត់ដែរកាលហ្នឹងលំបាកបងដោយសារតែយើងអត់ដែលហាត់ចឹងទៅវាថត់វាឈឺខ្លួននេះដែរកាលហ្នឹងយើងចង់ទៅផ្ទះមួយសាដែរតែដោយសារតែយើងសម្រាប់ថាជំនះចិត្តម្ដាយមកហាត់ហើយយើងអត់អាចទៅវិញបានបងចាទ្រាំស៊ូកាលដំបូងគាត់រៀបរៀងនិយាយទៅដាច់ខាតបងបើសិនយើងអត់ជំនះចិត្តគាត់ទេគឺគាត់អត់ព្រមទេកាលហ្នឹងតែមួយរយៈចុងក្រោយនេះដោយសារតែយើងវាអាចនិយាយបានថាយើងវាជោគជាំគាត់ក៏ស៊ាំមួយនឹងការដែលយើងឡើងប្រកួតនឹងលទ្ធផលនឹងអីចឹងទៅគាត់មានជំរុញយើងថែមចឹងបងឲ្យយើងខិតខំប្រឹងប្រែងបន្តទៀតខ្ញុំធ្លាប់ឈ្នះពានម៉ារ៉ាតុន2ដងហើយនឹងខ្សែក្រវ៉ាត់ជំរុះមួយខ្សែខ្ញុំគិតថាវានៅតិចតួចឡើយបងយើងត្រូវការខិតខំបន្ថែមដើម្បីជោគជ័យទៅមុខទៀតវានៅច្រើនទៅយើងចង់បានគេឈ្មោះល្បីនៅក្នុងប្រទេសនិយាយទៅចង់បានល្បីឲ្យគេស្គាល់ហើយយើងអាចចេញមានឱកាសចេញទៅផ្សព្វផ្សាយទៅខ្មែរនៅក្រៅប្រទេសដែរបងប៉ែនករិយស័យមានដើមកំណើតមកពីស្រុកឈូខេត្តកំពតអាយុ23ឆ្នាំនិងជាកូនប្រុសក្នុងគ្រួសារដែលមានបងប្អូន6នាក់គេបានឲ្យដឹងថាឪពុកម្ដាយជាកសិករហើយកាលពីដំបូងគ្រួសារមិនសុខចិត្តឲ្យចូលវឹកហាត់ប្រដាល់នោះទេព្រោះកង្វល់ពីគ្រោះថ្នាក់ប៉ុន្តែដោយសារចិត្តស្រឡាញ់គេបានជំនះគ្រួសារបន្តអាជីពនេះរហូតមកដល់សប្តាហ៍